សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទដារ៉តថ្ងៃនេះផងដែរខ្ញុំលើកយករឿងមួយមកនិយាយអ្នកទាំងអស់គ្នាបានស្ដាប់ហើយរឿងមួយនឹងផងដែរមានឈ្មោះថា Your Name ខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាប្រហែលជាបានមើលរឿងមួយនេះរួចទៅហើយនិយាយទៅដូចជាបងសក្តាហើយនឹងគាត់អ្នកសម្រាយហើយរឿងមួយនេះគឺខ្ញុំអត់មានរឿងធ្វើខ្ញុំក៏មកនិយាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់បន្តិចតួចទៅតែបើសិនជាមានការសម្រាយទៅខុសឬនិយាយខុសពីសាច់រឿងអីខ្ញុំសូមអភ័យទោសផងដែរគឺខ្ញុំនិយាយទៅខំប្រឹងសម្រាយមែនទែននៅក្នុងរឿងមួយនេះតើកុំឲ្យខាត់ពេលយូរយើងចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាបើមានសលេងរអាក់រអួលពីខាងក្រៅឬនិយាយកន្លែងណាខុសមួយឲ្យខ្ញុំសូមអភ័យទោសទៅជាមុនផងរឿងបានចាប់ផ្ដើមឡើងជាមួយនឹងក្មេងស្រីវិទ្យាល័យម្នាក់ដែលមានឈ្មោះថាមីសូហាត្រូវជាតួឯកស្រីរបស់យើងរឿងក៏បានកាត់ទៅពេលនាងហូបបាយវិញនៅពេលនោះទទួលបានបង្ហាញថានៅរយៈពេល1ខែទៀតនឹងមានផ្កាយដ៏កន្ទុយហោះកាត់នៅជិតផែនដីគិមបំផុតអាចនឹងល្មមមើលភ្នែកទទេបាននិយាយទៅគឺថាចិត្តមែនទែនតែម្ដងពេលនោះផងដែរលោកយាយរបស់មីសូហាក៏បាននិយាយថាថ្ងៃនេះមីសូហាដូចជាត្រឹមត្រូវវិញព្រោះថាសើមិញមីសូហាដូចជាមិនសូវគ្រប់ទឹកសោះនិយាយទៅគឺថារញ៉េរញ៉ៃហ្មងតែខ្លួនគឺអត់ចេះរៀបចំផងហើយរឿងក៏បានកាន់មកពេលនាងដើរទៅសាលារៀននាងក៏បានជួបជាមួយនឹងមិត្តភ័ក្តិរបស់នាងចំនួន2នាក់គឺថេស៊ីនិងហាយាកាហើយនៅពេលនេះផងដែរមិត្តភ័ក្តិរបស់គេក៏បាននិយាយថាមិត្តសហថ្ងៃនេះដូចជារៀនត្រឹមត្រូវវិញព្រោះថាពីម្សិលមិញដូចជាវល់មិនដូចទេទៅរៀនទាំងមិនរៀបចំខ្លួននិយាយទៅគឺថារញ៉េរញ៉ៃពេញនឹងតែម្ដងសូម្បីតែតកខ្លួនឯងគឺមិនដឹងថាតកនៅទីណាផងនៅពេលនោះមីសាហាក៏បានឆ្ងល់ថាពួកនេះនិយាយអីគេដូចជាអត់សូវយល់សល់រៀងវល់មិនទេនៅពេលមកដល់សាលារៀនមីសាហាក៏បានបើកសៀវភៅរៀបនឹងសរសេរអក្សរក៏បានឃើញអក្សរមួយទៅសេថាតើអ្នកជានរណាហើយមីសាហារបស់យើងពេលដែលឃើញចឹងគឺថាឆ្ងល់តែម្ដងមិនដឹងថារឿងហ្នឹងកើតអ្វីឡើងនោះទេហើយគេក៏បានទៅសួរមិត្តភ័ក្តិរបស់គេទាំងពីរបាត់ទៅក៏ឃើញថាហាយាកាក៏បានប្រាប់ទៅមីសាហាថាកាលពីម្សិលមិញមីសាហារៀងបែកមិនទេគឺមករៀនទាំងសក់កន្ទ្រើងហើយគឺថាមិនដឹងតតខ្លួនឯងនៅទីណាទេហើយមីសាហារបស់យើងពេលឮចឹងគឺថាគាំងស្ដុំមកដោយមិនដឹងថាកើតអ្វីនោះទេនិយាយទៅគឺគាំងតែម្ដងហើយនៅពេលនោះមីសាហាក៏បាននិយាយថាដូចជាមិនសូវចាំសតែនាងដូចជាចាំថាកាលពីម្សិលមិញដូចនាងនៅទីកន្លែងផ្សេងមួយទៀតដែលមិនធ្លាប់ស្គាល់និយាយទៅដូចជាសបិនមួយទៀតអញ្ចឹងហើយពួកនោះមិនទាន់តែឮចឹងគឺថាឡើងរៀងភ្ញាក់ផ្អើលទៅហើយហើយរឿងក៏បានកាន់មកពីពួកគេចេញមកពីសាលារៀនវិញយើងក៏ឃើញថាមីសាហាក៏បានដើរលូថាជីវិតនៅសប្តាហ៍ថ្ងៃនេះធូរចយម៉ាយហើយគឺថាគ្មានអ្វីអស់ចានោះទេតែនិយាយទៅឃើញរងថ្ងៃឡើងធូរតែម្ដងរឿងក៏បានកាត់មកផ្ទះមីសាហាវិញហើយនៅពេលនេះផងដែរមីសាហាក៏បានប្រារព្ធពិធីមួយដែលមានឈ្មោះថាមីយ៉ាមីស៊ីដែលខ្ញុំអានត្រូវដូចទេហើយនាងគឺជាអ្នកដែលស្នងតកូលគឺគ្រប់ចំនួនតែម្ដងនិយាយទៅគឺគ្រប់ឆ្នាំតែម្ដងបើសិនជាកន្លែងនេះខ្ញុំបកទៅខុសគឺខ្ញុំសូមអភ័យទោសមែនតើនិយាយទៅគឺអត់សូវច្បាស់នោះទេពេលដែលពិធីត្រូវបានបញ្ចប់មីសាហានិងប្អូនរបស់នាងក៏បានយកបាយមួយមកទំពាហើយក៏បានខ្ជិះទៅវិញដើម្បីផ្អាប់ទៅជាស្រាមួយដើម្បីទុកសែននៃពិធីសែនព្រេងនិយាយទៅគឺខ្ញុំអានកន្លែងនេះគឺខុសរហូតនិយាយទៅសរសេរ script ហើយនៅអានខុសទៀតសុំតប៉ែហ្មងវគ្គនេះបន្ទាប់ពីពិធីត្រូវបានបញ្ចប់យើងឃើញថាមីសាហានិងប្អូនរបស់នាងក៏បានចុះមកពីលើវិហារវិញហើយនៅពេលនោះមីសាហារបស់យើងក៏បានមកមាត់វិហារក៏បានស្រែកនិយាយថានាងធុញនឹងជីវិតមួយនេះណាចង់ឲ្យជាក្រោយគឺនាងកើតនៅទីក្រុងផ្សេងហើយខ្លាចជាមនុស្សប្រុសដែលសង្ហារឿងដែលអស្ចារ្យក៏បានចាប់ផ្ដើមឡើងយើងក៏ឃើញថាមីសាហាក៏បានភ្ញាក់មកនៅក្នុងរាងកាយមនុស្សផ្សេងទៀតហើយនៅនេះគឺជានៅទីក្រុងតែម្ដងហើយនៅពេលនោះមីសាហាក៏បានឆ្ងល់ថាស្អីគេនៅក្នុងខោកំពុងនៅពេលនេះចាប់ទៅនាងក៏បានស្រែកថាចុំអញមានងុយអូយកន្លែងនេះខ្ញុំមើលម្ដងណាក៏ខ្ញុំនៅធំសោចដែរហើយរាងកាយដែលមីសាហាកំពុងតែស្ថិតនេះគឺជាក្មេងវិទ្យាល័យម្នាក់ដែលមានឈ្មោះថាតាគីដែលខ្ញុំអានឈ្មោះរបស់គាត់ត្រូវដែរឬទេបើសិនជាខ្ញុំអានខុសជួយខមមិនប្រាប់ផងដោយនឹងថានេះដូចជាការយល់សប្តិមួយចឹងមីសាហាក៏បានបំពេញភារកិច្ចរបស់ដាគីដូចជាទៅរៀនធ្វើការនៅក្នុងភោជនីយដ្ឋានអីអញ្ចឹងតែដូចជាធ្វើមិនបានល្អនោះទេគឺត្រូវអ្នកនៅជាមួយនឹងគឺថាឲ្យគ្រប់គ្នាតែម្ដងនិយាយទៅគឺត្រូវមាត់រហូតនៅពេលដែលមីសាហាមកផ្ទះវិញនាងក៏បានគិតថាចុំយល់សប្តិអីគេដូចជាស្ដែងដូចជាពិតម៉េះនិយាយទៅនាងចាប់ផ្ដើមចម្លែកចិត្តហើយ
តែថាគីរបស់យើងបានត្រឡប់មកវិញគាត់ក៏បានភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពមិនប្រក្រតីរបស់គាត់កាលពីម្សិលមិញនិយាយទៅគឺថាអ្នកនៅរួមការងាររបស់គាត់ហ្នឹងនិយាយទៅគឺនាំគ្នាសួរហ្មងថាដាគីហ្នឹងកាត់អីបែកមែនម្សិលមិញហ្នឹងនិយាយទៅឡើងវល់ហ្មងតែមកខាងមីសាហានេះវិញយើងក៏ឃើញថាអ្នកនៅក្នុងថ្នាក់របស់នាងគឺថាមើលមុខនាងគ្រប់គ្នាហ្មងហើយនៅពេលនោះមិត្តភក្តិរបស់នាងក៏បាននិយាយថាមីសាហាថ្ងៃនេះដូចត្រឹមត្រូវវិញហើយព្រោះថាកាលពីម្សិលមិញគឺមីសាហាគឺកាចយកតែមែនតែនហ្មងនិយាយទៅគឺបាច់ស្លុយមិនស្ទើរទេដោយសារតែមីសាហានិងដាគីបានកត់កំណត់ហេតុទុំអញ្ចឹងបានធ្វើឲ្យពួកគេបានដឹងហើយថាបន្ទាប់ពីពួកគេបានភ្ញាក់ពីដេកទៅរស់នៅជាមួយនឹងរាងកាយផ្សេងមួយទៀតហ្នឹងគឺមិនមែនជាយល់សប្តិនោះទេតែវាគឺជាការពិតតែម្ដងនិយាយទៅគឺថា Amazing ហ្មងណាពីសហានិងដាគីបន្ទាប់ពីដឹងថាពួកគេបានផ្លាស់ប្ដូររាងកាយហើយពួកគេក៏បានរៀបចំផែនការដើម្បីរស់នៅស្របជាមួយនឹងការប្ដូរផ្លាស់រាងកាយរបស់គ្នាគឺពួកគេនឹងកត់កំណត់ឲ្យគ្រប់ពេលវេលាដែលពួកគេបានធ្វើវាហើយនៅពេលនោះផងដែរមានសហាក៏បានហាមឲ្យដាគីនឹងមិនឲ្យប៉ះពាល់លើខ្លួនប្រាណរបស់នាងនោះទេហើយមានសហារបស់យើងនេះដាគីរបស់យើងក៏បានហាមមីសាហាផងដែរគឺមិនឲ្យចែកលុយរបស់គេគឺខ្ជះខ្ជាយនោះទេគឺឲ្យសុំចែកតិចផងប៉ុន្តែមើលទៅពួកគេម្នាក់ៗដូចជាមិនគោរពតាមគោលការណ៍នោះទេគឺថាមីសាហារបស់យើងគឺចាយលុយផុនដាគីហ្នឹងគឺច្រើនយកតែម្ដងយើងក៏ដឹងថាមីសាហាមិនមែនត្រឹមតែចាយលុយនោះទេគឺនាងគឺបានទៅញ៉ាយមិត្តភក្តិរួមការងារផុនដាគីទៀតគឺថាខូខើហ្មងមីសាហានេះហើយលោកបងដាគីរបស់យើងហ្នឹងក៏មិនអន់ដែរធ្វើឲ្យមីសាហារបស់យើងល្បីពេញសាលារៀនតែម្ដងនិយាយទៅគឺឡើងមានស្រីៗមកសុំស្រឡាញ់មីសាហាហើយមីសាហារបស់យើងពេលចឹងវិញគឺថាអាម៉េចទេស្រីស្រឡាញ់ស្រីអាម៉េចទេតែខឹងគ្នាទៅវិញទៅមកតែមិនអាចធ្វើអ្វីបានមីសាហានិងដាគីក៏បាននាំគ្នាធ្វើបាបខ្លួនឯងហើយដោយយកហ្វឺអីហ្នឹងគឺគូឡើងពេញមុខអញ្ចឹងទៅធ្វើបាបគ្នាទៅវិញទៅមកតែម្ដងក៏ឃើញថានៅពេលមួយគឺដាគីរបស់យើងបានស្ថិតនៅក្នុងខ្លួនមីសាហាហើយគេក៏ត្រូវឡើងភ្នំជាមួយនឹងលោកយាយមីសូហាជាមួយនឹងប្អូនស្រីរបស់មីសាហាហ្នឹងដើម្បីយកស្រាដែលគេបានធ្វើនៅលើមុនហ្នឹងយកទៅសែននៃតូបទេវតានៅទីនោះពេលដែលពួកគេសែនហើយលោកយាយក៏បានប្រាប់ថានៅតំបន់នេះនៅទេវតាដែលគ្រប់គ្រងនៅកន្លែងនេះគេហៅថាមូស៊ូប៊ីគឺជាទេវតាដែលគ្រប់គ្រងលើពេលវេលាពភាវៈទាំងអស់ដែលបាននៅទីនេះទាំងអស់ហើយមីសាហាដែលបានសែនទៅអញ្ចឹងគឺថានាងគឺបានលាក់បំខ្លួនប្រាណរបស់នាងទៅឲ្យទេវតានៃពាក់កណ្ដាលផងដែរគឺថាខ្ញុំអត់សូវយល់កន្លែងនេះទេគឺខ្ញុំបោះរៀងខុសៗទេពេលដែលដាគីបោះជើងចូលក្នុងខ្លួនវិញគាត់ក៏បានឆែកមើលសារដែលមីសាហាបានសរសេរទុកគាត់ក៏បានឃើញថាមីសាហាបានឆាតទៅអ្នកនាងអូខូដូរ៉ាដែលជាមិត្តភក្តិរបស់គេហ្នឹងដើម្បីញ៉ាំអាហារឬដើរលេងតិចតួចអញ្ចឹងទៅហើយយើងក៏ឃើញថានៅពេលដែលដាគីរបស់យើងទៅហ្នឹងគឺថាដូចជាមិនសូវត្រូវគ្នាប្រហែលទេហើយអ្នកនាងអូដូរ៉ាហ្នឹងក៏បាននិយាយប្រាប់ទៅកាន់នេះដាគីថាដាគីថ្ងៃនេះនឹងកើតពីម្សិលមិញដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងគឺវាមិនស្តៀងគ្នាសោះពីការដើរលេងត្រូវបានបញ្ចប់យើងក៏ឃើញថាដាគីក៏បានឆែកមើលណូតមីសាហាបានសរសេរទុកហើយនាងក៏បានសរសេរថាបន្ទាប់ពីការដើរលេងមួយនេះត្រូវបានបញ្ចប់ក៏ស្របគ្នាជាមួយនឹងការមើលផ្កាយដងកន្ទុយផងដែរហើយដាគីរបស់យើងពេលឮចឹងដូចជាហ៊ានឆ្ងល់ដែរដូចជាអត់យល់ជាមួយនឹងរឿងមួយនឹងសោះហើយរឿងមកយើងបានកាន់មកភូមិរបស់មីសាហាវិញគឺថាគេបានប្រារព្ធពិធីបុណ្យមួយដើម្បីនេះចាំមើលផ្កាយដកកន្ទុយហើយពេលនោះផងដែរមិត្តភក្តិរបស់មីសូហាបានភ្ញាក់ផ្អើលព្រោះថាមីសូហាបានកាត់សក់ឡើងខ្លីតែម្ដងនិយាយទៅគឺធ្វើឲ្យពួកគេនឹងភ្ញាក់ផ្អើលតែម្ដងពេលដែលពួកគេកំពុងតែដើរលេងក្នុងពិធីបុណ្យមួយនេះមិត្តភក្តិរបស់គេទាំងពីរក៏បានចោទអារម្មណ៍ថាមីសូហាថ្ងៃនេះដូចជាស្ងោស្ងាត់មែនតែននៅពេលនោះផងដែរផ្កាយដកកន្ទុយក៏បានលេចរូបរាងឡើងមកគឺពិតជាស្រស់ស្អាតមែនតែននិយាយទៅគឺថាឡើងដូចឥន្ទនូមពណ៌អញ្ចឹងនៅពេលនោះផ្កាយដកកន្ទុយមួយនោះក៏បានបំបែកជារូបរាងមួយមកហើយក៏បានធ្លាក់នៅតំបន់មួយនេះបាត់ទៅហើយរឿងបានកាន់មកដាក់គីវិញនៅពេលនេះផងដែរគេកំពុងព្យាយាមខលទៅមីសូហាតែខំមិនចូលនោះទេកាលពីពេលនោះមកយើងក៏ឃើញថាការប្ដូររាងកាយរបស់ដាគីនិងមីសូហាក៏លែងដំណើរការទៀតហើយដាគីរបស់យើងនៅថ្ងៃមួយដែលគាត់កំពុងតែរៀនគាត់ក៏បានគិតថាគាត់នឹងទៅតាមរកមីសូហាដល់កន្លែងតែម្ដងតែគឺថាដាគីរបស់យើងគឺគាត់មិនស្គាល់កន្លែងដែលមីសាហារស់នៅនោះទេគឺគាត់គឺប្រើការចងចាំរបស់គាត់ដែលគាត់បានធ្លាប់ទៅទីនោះដើម្បីគូចេញមកដើម្បីទៅរក
ហើយយើងក៏ឃើញថានៅពេលដែលតួប្រុសរបស់យើងចូលទៅញ៉ាំអីនៅកន្លែងមួយអ្នកលក់នៅទីនោះក៏បានស្គាល់ពីតំបន់ដែលដាគីរបស់យើងកំពុងតែតាមរកនោះផងដែរក៏បានប្រាប់ទៅកាន់ដាគីថាតំបន់ដែលដាគីកំពុងតែតាមរកនោះមានឈ្មោះថាអ៊ីថូម៉ូរីហើយដាគីក៏បានទទួលរឿងដែលភ្ញាក់ផ្អើលមួយទៀតគឺថាតំបន់ដែលដាគីកំពុងរកហ្នឹងត្រូវបានអំណាចអាចផ្កាយធ្លាក់ខ្ទេចតាំងពី3ឆ្នាំមុនបាត់ទៅហើយការធ្លាក់អាចផ្កាយមួយនោះផងដែរយើងក៏ឃើញថាមនុស្សដែលរស់នៅតំបន់អ៊ីខូម៉ូរីនេះទាំងអស់គឺត្រូវបានស្លាប់ទាំងអស់គឺគ្មានអ្នកណារស់មួយទេនៅពេលនោះដាគីរបស់យើងក៏បានដកមើលណូតដែលមីសូហាបានសរសេរការពីមានព្រឹត្តិការណ៍ផ្លាស់ប្ដូររាងកាយគ្នានៅពេលនោះផងដែរគេក៏បានឃើញថាណូតទាំងអស់នោះគឺត្រូវបានលុបរហូតតតែអស់ពី stop តែម្ដងហើយយើងក៏ឃើញថាដាគីក៏បានទៅរកឈ្មោះប្រជាជនដែលបានស្លាប់នៅក្នុងហេតុការណ៍មួយនោះខ្ញុំចង់និយាយខុសខ្ញុំសុំទោសហងនៅពេលនោះដាគីក៏បានរកឃើញឈ្មោះមិត្តសាហានិងមិត្តភ័ក្តិរបស់នាងទាំងពីរនាក់ទៀតគឺថាត្រូវបានស្លាប់ទាំងអស់តែម្ដងថាដាគីរបស់យើងអត់ដឹងនៅសាដាគីរបស់យើងគឺគាត់រស់នៅសម័យកាលជាមួយមិត្តសាហាហ្នឹងខុសគ្នានៅពេលដែលពួកគាត់ផ្លាស់ប្ដូរហ្នឹងគឺមិនមែនត្រឹមតែប្ដូរពេលវេលានេះទេគឺដូរទាំងសម័យកាលទៀតគឺថាមីសូហារស់នៅក្នុងច្រឡំទីក្រុងគឺរស់នៅតំបន់អ៊ីខូម៉ូរីឆ្នាំ2013ហើយដាគីរបស់យើងគឺរស់នៅទីក្រុងតូក្យូឆ្នាំ2016អញ្ចឹងធ្វើឲ្យពួកគេគឺឆ្លងសម័យកាលគ្នាលហេតុដែលដាគីនិងមីសូហាលែងបដូរផ្លាស់រាងកាយគ្នាដោយសារមីសូហានៅពេលនេះគឺនាងបានស្លាប់បាត់ទៅហើយនៅអំឡុងដែលពេលនាងហ្នឹងគឺមើលផ្កាយដងកន្ទុយនៅពេលដែលអាចផ្កាយហ្នឹងបានធ្លាក់មកលើទីក្រុងនេះតំបន់មួយនេះងាយប្រកាសយកច្រឡំទៅហើយទីក្រុងវិញនៅពេលនោះដាគីក៏បាននឹកឃើញអំពីការគាត់ទៅសែនស្រាលទៅកាន់តូបទេវតាហើយគាត់ក៏បានទៅតំបន់នោះហើយគាត់ក៏បានគិតថាបើសិនស្រាមួយស័ក្តិសិទ្ធិមែនគាត់នឹងផឹកវាដើម្បីផ្សារភ្ជាប់ទៅកាន់មីសាហាម្ដងទៀតពេលដែលដាគីរបស់យើងបានផឹកចូលទៅគាត់ក៏បានមើលឃើញពីអតីតកាលរបស់មីសាហាតាំងពីការចាប់កំណើតឡើងរហូតដល់នាងស្លាប់ទៅវិញហើយនៅពេលនោះគាត់ក៏បានឃើញថាសាច់រឿងរបស់មីសាហាគឺជាកំសត់មែនតែនពេលនោះដាគីក៏បានឃើញថាមីសូហាក៏ធ្លាប់ទៅទីក្រុងតូក្យូដើម្បីរកគាត់ដែរតែដោយសារពួកគេនៅខុសសម័យកាលគ្នាអញ្ចឹងដាគីមិនទាន់ស្គាល់មីសូហានោះទេគឺធ្វើឲ្យមីសូហារបស់យើងគឺខូចចិត្តមែនតែនតែមុននាងចាក់ចេញទៅនាងក៏បានឲ្យខ្សែចុងសររបស់នាងទៅកាន់ដាគីដែរហើយដាគីពេលនោះផងដែរគាត់ក៏បានយកខ្សែចុងសរនោះចងដៃរបស់គាត់ហ្នឹងជារៀងរហូតមកពេលនោះយើងក៏ឃើញថាដាគីក៏បានភ្ញាក់ឡើងជាមួយនឹងខ្លួនប្រាណរបស់មីសូហាហើយនេះគឺជាពេលព្រឹកព្រោះថាអាចកាយហ្នឹងគឺវាធ្លាក់នៅពេលយប់អញ្ចឹងដាគីមានឱកាសអាចកែប្រែពេលវេលាដើម្បីជួយសង្គ្រោះអ្នកភូមិដែលនៅក្នុងនេះទាំងអស់បានហើយលោកយាយរបស់មីសាហាក៏បានដឹងថានេះគឺជាមិនមែនមីសាហានោះទេគឺគាត់បានដឹងថាមីសាហានិងដាគីបានដូរខ្លួនប្រាណនេះយូរយារហើយព្រោះថាតកូលរបស់គាត់ទាំងគ្រប់ចំនួនហ្នឹងគឺធ្លាប់ដូររាងកាយអញ្ចឹងសូម្បីតែគាត់ក៏ធ្លាប់ដូរដែរហើយវាដូចជាការយល់សប្តិមួយអញ្ចឹងនៅពេលដែលម្ចាស់ពិតផ្ញើមកវិញគឺការគិតនិងការចងចាំទាំងអស់នឹងត្រូវរលុបចោលទាំងអស់និយាយទៅគឺដូចជាការសម័យមួយអញ្ចឹងក៏ពីស្ដាប់លោកយាយហើយដាគេក៏បានទៅរៀនដើម្បីប្រាប់មិត្តភក្តិគេអំពីរឿងអាចកាយមួយនោះបានធ្លាក់មកនិយាយទៅធ្វើឲ្យពួកគេភ្ញាក់ផ្អើលហ្មងហើយនេះដាគេនិងមិត្តភក្តិរបស់មីសាហាទាំងពីរនាក់ក៏បានរៀបចំផែនការដើម្បីជំនះប្រជាជនចេញពីតំបន់មួយនេះនៅពេលនោះដាគីក៏បានទទួលអារម្មណ៍ថាប្រហែលជាមីសូហានៅក្នុងរោងដែលសែនទេវតាហើយគាត់ក៏បានយកកង់ពីមិត្តភក្តិរបស់គាត់ជិះទៅកាន់រោងសែនទេវតាមួយនោះហើយសាច់រឿងបានកាន់មកមីសូហាវិញនាងក៏បានភ្ញាក់ឡើងហើយគាត់ក៏បានចេញមកខាងក្រៅឃើញថាទីក្រុងរបស់គាត់នឹងគឺត្រូវបានអាចកាយធ្លាក់ឡើងខ្ទេចហើយនៅពេលនោះផងដែរយើងក៏ឃើញថាដាគីក៏បានមកដល់ទីនេះផងដែរតែគេមើលគ្នាមិនឃើញនោះទេព្រោះថាពួកគេនៅពិភពខុសគ្នាមួយគឺនៅឆ្នាំ2013ហើយមួយទៀតគឺនៅឆ្នាំ2016អញ្ចឹងគឺធ្វើឲ្យពួកគេមើលគ្នាមិនឃើញនោះទេតែនៅពេលនោះផងដែរអភិនិហាក៏បានបញ្ចេញឡើងគឺថាថ្ងៃក៏បានអស់ស្ដងគោលគឺវាមិនមែនយប់ក៏មិនមែនថ្ងៃផងដែរហើយនៅពេលនោះផងដែរយើងក៏ឃើញថាដាគីនិងមីសូហាក៏អាចមើលគ្នាឃើញហើយពួកឯងនៅពេលនោះផងដែរដាគីនិងមីសូហាក៏អាចផ្លាស់ប្ដូររាងកាយគ្នាទៅរាងកាយដើមនៅពេលនោះផងដែរពួកគេក៏បាននាំគ្នាសំណាក់គ្នាទាំងទឹកភ្នែកចេញមកទៅនិយាយទៅគឺថាខ្ញុំកន្លែងហ្នឹងគឺខ្ញុំនិយាយអត់ចេញទេខ្ញុំសូមអភ័យទោសផងពេលនោះផងដែរដាគីក៏បានបកគោខ្សែចុងសក់ឲ្យទៅមីសូហាវិញហើយក៏បានប្រាប់ពីរឿងជំនឿប្រជាជនចេញពីតំបន់មួយនេះទៅកាន់មីសូហា
ដោយសារតែខ្លាចពួកគេនឹងភ្លេចគ្នាទៅវិញទៅមកក៏បានសរសេរឈ្មោះពួកគេទាំងពីរហ្នឹងដាក់លើបាតដៃនៅពេលដែលមីសាហារៀមនឹងទៅស្រាយដាគីវិញនាងក៏បានរលាយបាតព្រោះថាពេលវេលាមួយនេះគឺអស់ហើយគឺថាដាគីផលយើងខំទៅទិញឈ្មោះមីសាហាដែរតែគាត់គឺទៅសេមិនកើតទេនៅពេលនោះផងដែរគាត់ក៏បានគិតថាតែគាត់មកទីនេះដើម្បីអ្វីគឺគាត់មកទីនេះដើម្បីធ្វើអ្វីនិយាយទៅគឺទូប្រុសរបស់យើងគឺភ្លេចការចងចាំបាត់ទៅហើយជាមួយនឹងមីសាហាហើយរឿងមកយើងបានកាលមកមីសូហាវិញនៅពេលដែលនាងរត់ទៅជួយអ្នកភូមិនៅពេលនោះផងដែរនាងក៏បានរត់ដួលហើយនាងក៏បានមើលទៅកាន់ឈ្មោះរបស់ដាគីដែលបានសរសេរលើដៃរបស់នាងហើយក៏បានឃើញថាឈ្មោះមួយនោះក៏បានប្រែទៅជាពាក្យ I love you ទោះបីនាងមិនបានចាំពីឈ្មោះរបស់ដាគីមែនតែចិត្តរបស់អ្នកទាំងពីរក៏បានដកជាប់និងស្រឡាញ់គ្នាទៅវិញទៅមកផងដែរនៅពេលដែលជំរាបប្រជាជនរួចហើយតំបន់មួយនោះក៏បានត្រូវឲ្យផ្កាយធ្លាក់មកកំទេចទាំងអស់តែម្ដងយើងមកយើងបានកាត់មករយៈពេល5ឆ្នាំក្រោយយើងក៏ឃើញថាដាគីរបស់យើងក៏បានរៀនចប់នៅពេលនេះផងដែរគាត់កំពុងតែស្វែងរកការងារធ្វើហើយយើងក៏ឃើញថាមីសូហានឥឡូវនេះក៏រស់នៅទីក្រុងតូក្យូផងដែរហើយរឿងមកយើងក៏បានកាត់មកពេលពួកគេកំពុងតែជិះរថភ្លើងនៅពេលនោះផងដែរដាគីនិងមីសូហាក៏បានឃើញគ្នាហើយក៏បានរៀងគាំងបន្តិចផងដែរនៅពេលដែលរថភ្លើងទៅបានឈប់យើងឃើញថាអ្នកទាំងពីរក៏បានស្វែងរកគ្នាពីកន្លែងមួយទៅកន្លែងមួយពីតំបន់មួយទៅតំបន់មួយនៅទីបំផុតពួកគេបានជួបគ្នានៅផ្លូវជ្រោះគ្នាមួយដោយសារមិនមានភាពចងចាំជាមួយនឹងគ្នាទៅវិញទៅមកពួកគេក៏បាននាំគ្នាដើរជ្រោះគ្នាបាត់ទៅនៅពេលនោះដាគីក៏បានដាច់ចិត្តនិយាយទៅកាន់មីសូហាថាតែពួកយើងដូចជាធ្លាប់ស្គាល់គ្នាដែរឬទេហើយមីសូហាក៏បាននិយាយថាប្រហែលជាដូចជាធ្លាប់ស្គាល់ហើយពួកគេក៏បានស្រក់ទឹកភ្នែកទៅវិញទៅមកហើយសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់យ៉ាងម៉េចហើយអ្នកទាំងអស់គ្នាបន្ទាប់ពីមើលរឿងមួយនេះហើយមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំគឺខ្ញុំសូមទោសមែនទែនចំពោះការរអាក់រអួលនៅនេះភាគប្រហែលនាទីចុងក្រោយនេះគឺថាខ្ញុំនឹងគឺវាឈឺកពេកអញ្ចឹងគឺធ្វើឲ្យខ្ញុំសម្រេចទៅមិនសូវបានល្អនោះទេហើយគឺខ្ញុំរៀងភ្លេច script ខ្លះទៀតអញ្ចឹងខ្ញុំក៏បានចូលទៅមើលបងសាកាដាគាត់សម្រេចខ្លះទៅនិយាយទៅគឺខ្ញុំមើលគាត់សម្រេចខ្លះទៅខ្ញុំមកក៏បន្ថែមនៅក្នុងនេះខ្លះទៅហើយខ្ញុំពិតជាសុំទោសមែនទែនបើសិនជាបងសាកាដាបានឃើញហើយខ្ញុំសូមអភ័យទោសផងចំពោះវីដេអូមួយនេះហើយខ្ញុំក៏អរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ពីខ្ញុំបាទរ៉ារ៉ុននឹងជួបគ្នានៅវីដេអូក្រោយបាយបាយ